các tổng lọp cực cường lùi cạn nó cứ dân cái thà vì là mình cầm rật mùi này lại bà tổng lọp trái cực cường là ai mình chờ thì dân khác anh vậy tháng càng miếng sủa cột mà càng miếng công cái gì mà lẹ nó sắp sủa là cái trái lối sủa là bắt đầu tổng lọp những cái bạc trình và bạc mùi chân thời cài bằng bộ riến thấy giờ tới ăn ở quán riến hay cháo gót bán ấy đây ở chúng nét với thôi bạn Chúng số song song có một can cầm thì cả lối podcast sang thì mình lòng tiền hai nó sa bả tham mày hay xem cầm thì bao giờผลิตแล้วสายการខ្មែរធានារ៉ាប់រងមេញូឡាហើយនឹងក្បួនដែលក្បួនគឺជាថ្នាក់រៀននិងគ្រប់គ្រងថ្នាក់រៀនចាហើយនៅក្នុងអេពីសូតនេះផងដែរគឺជាអេពីសូតទី8ដែលប្រធានបទយើងក្នុងថ្ងៃនេះគឺការបង្កើតទម្លាប់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអញ្ចឹងកុំឲ្យបងប្អូនទាំងអស់គ្នារងចាំយូរយើងនឹងទៅជួបគ្នាជាមួយលោកគ្រូទឹកកម្រងដូចតទៅចាសូមជម្រាបសួរលោកគ្រូសុខសប្បាយទេក្នុងសប្តាហ៍នេះសុខសប្បាយធម្មតាចាលីនមិនទេខ្ញុំសុខសប្បាយធម្មតាដែរលោកគ្រូអរគុណច្រើនលោកគ្រូចាលោកគ្រូនេះទានបត់អីទានបត់ថ្ងៃនេះគឺការបង្កើតទម្លាប់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអូខេចាហើយតើតើនឹងប្រធានបទរបស់យើងតើលោកគ្រូយល់យ៉ាងណាដែរចំពោះការឲ្យម្ចាស់អាជីវកម្មបានគ្រប់គ្រងលុយកាក់របស់ពួកគាត់បានងាយស្រួលអញ្ចឹងលោកគ្រូបាទបើយើងនិយាយពីទម្លាប់ណាទម្លាប់ពាក្យទម្លាប់វាបានមកពីដំបូងឡើងគឺជាចំណេះដឹងសិនណាគាត់ដឹងរបៀបសិនហើយបន្ទាប់មកគាត់ធ្វើជាប្រចាំធ្វើយូរទៅវាជាទម្លាប់បាទយើងសម័យដូចការយើងនៅក្មេងៗមកឲ្យរៀនដុសធ្មេញអញ្ចឹងគាត់បរៀនឲ្យចេះដុសធ្មេញសិនណាបាទហើយគាត់ដុសទៅមុនដំបូងនឹងពិបាកខ្លាំងហើយមែនទេចា៎ទៅមកចេះដុសធ្មេញនឹងស្រួលបួលដល់ឥឡូវដល់ពេលដែលគាត់មានទម្លាប់គាត់មិនបាច់ចាំបាច់ធ្វើពិបាកទៀតទេបាច់ទៅប្រឹងរៀនប្រឹងធ្វើទៀតទេណាវាទាញទៅជ្រះមកដល់ហើយអ្នកខ្លះពេលអត់បានដុសធ្មេញគឺអត់កើតទេតែវាខ្លាចជាទម្លាប់អញ្ចឹងការជាទម្លាប់នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដូចគ្នាអញ្ចឹងដែរទីមួយយើងត្រូវចេះដឹងពីវិធីនៅក្នុងការគ្រប់គ្រងចា៎ណាបន្ទាប់ទៅយកទៅអនុវត្តជាប្រចាំទៅរហូតដល់ថ្នឹកទៅណាគេហៅថ្នឹកណាវាខ្លាចជាទម្លាប់មួយក្នុងការគ្រប់គ្រងលុយកាក់នឹងបាទនិយាយថាគ្រប់គ្រងលុយកាក់តែម្ដងទៅបាទអញ្ចឹងបើយើងមើលបច្ចុប្បន្នជាបរិបទមានទម្លាប់ដែរម្ល៉េះបើនិយាយពីការទម្លាប់គ្រប់គ្រងលុយកាក់ហ្នឹងគឺយើងគិតថាវានៅមានកម្រិតមួយនៅឡើយបាទបើទម្លាប់ចាយអត់គ្រប់គ្រងអានឹងអាចមានច្រើនណាអញ្ចឹងវាត្រូវការឲ្យត្រឡប់មកមើលការរៀនសូត្រពីរបៀបគ្រប់គ្រងដែរបាទដូចត្រឡប់ដូចមិនអញ្ចឹងយើងត្រឡប់វាបានមកពីការធ្វើជាប្រចាំហើយការធ្វើជាប្រចាំក៏តែដឹងរបៀបធ្វើដែរបាទអញ្ចឹងបាទអ្នកខ្លះថាតែមានលុយចេះគ្រប់គ្រងទេបាទមិនមែនអញ្ចឹងទេបាទវាជាជំនាញមួយវាជាបំណិនមួយដែលត្រូវការការរៀនសូត្រវាមានវិធីវាមានក្បួនរបស់វាបាទហើយវាមានឧបករណ៍យកទៅអនុវត្តឃើញទេរៀនហើយយកទៅអនុវត្តបើរៀនហើយអត់អនុវត្តស្មើនឹងអត់ទៅជាទម្លាប់កើតទេបាទអញ្ចឹងប្រជាពលរដ្ឋយើងនៅមានបញ្ហាអ្នកដែលនៅមានបញ្ហារឿងលុយកាក់ការគ្រប់គ្រងលុយកាក់ហ្នឹងគឺគាត់អត់ទាន់អ្នកខ្លះអត់ទាន់ដឹងក្បួនដឹងរបៀបនៅក្នុងការគ្រប់គ្រងអ្នកខ្លះទៀតដឹងហើយតែអត់យកទៅធ្វើចាដល់ពេលអញ្ចឹងទៅវាអត់បានដល់អាទម្លាប់នឹងឯងវានៅទៅវិញទៅមកទៅរៀនហើយអត់ធ្វើហើយអត់រៀនអញ្ចឹងទៅណាចឹងវាអត់ដល់ទម្លាប់ទេណាចឹងអានេះគឺជារឿងសំខាន់មួយដែរមិនតែម្ចាស់អាជីវកម្មទេសូម្បីតែយើងខ្លួនឯងផ្ទាល់នេះក៏ត្រូវតែមានទម្លាប់ដែរចាអញ្ចឹងតើអ្វីទៅដែលជាឧបសគ្គនៅក្នុងការឲ្យម្ចាស់អាជីវកម្មបោះបង់ឬមួយក៏ភ្លេចនៅក្នុងការបង្កើតទម្លាប់កត់ត្រាលុយកាក់របស់គាត់អញ្ចឹងលោកគ្រូបាទតែដូចគ្រូបញ្ជាក់មិញអញ្ចឹងពេលខ្លះគាត់អត់ដឹងរបៀបគ្រប់គ្រងរបៀបណាណាហើយអ្នកខ្លះទៅវាអត់មានឧបករណ៍សម្រាប់យកទៅធ្វើយកទៅអនុវត្តចាឧទាហរណ៍យើងរៀនសំគេប្រាប់មកថាសំចេះបាទបងប្អូនខ្លះចាប់អារម្មណ៍រឿងហ្នឹងទៅរៀនណាចាបាទទៅរៀនណាស្អីគេការគ្រប់គ្រងលុយកាក់ការកត់ត្រាចំណូលចំណាយកត់របៀបម៉េចអីរបៀបម៉េចទៅហ៎បាទតែអ្នកខ្លះអត់បានទៅអាហ្នឹងទៀតបាទអញ្ចឹងវាកាន់តែអត់អាចទៅដល់ទម្លាប់ទៀតដែរណាវាកាន់តែឆ្ងាយអញ្ចឹងបើអ្នកខ្លះគាត់បានរៀនហើយប៉ុន្តែគាត់
ដល់ពេលឲ្យអនុវត្តគាត់បោះបង់ចោលលិនថាមិនចឹងតាមស្រួលទេបោះបង់ចោលវាជាឧបសគ្គសម្រាប់គាត់ដែលយកទៅអនុវត្តអត់បានណារៀនដឹងថាអូអានេះត្រូវកត់ចំណូលចំណាយត្រូវបែងចែកវាឲ្យតាមដានអានេះខ្ទង់នេះប៉ុណ្ណេះខ្ទង់នេះប៉ុណ្ណេះហើយគាត់អាចចាយលើសនឹងទៀតទេហ្នឹងត្រូវយកទៅអនុវត្តបើមិនចឹងទេគ្រាន់តែរៀនហើយអត់មានអីទេព្រោះរៀនទូទៅរបៀបណាដល់មនុស្សម្នាក់វាមានរឿងលុយកាក់ហ្នឹងវាផ្សេងគ្នាចំណូលផ្សេងគ្នាចំណាយផ្សេងគ្នាតម្រូវការផ្សេងគ្នាបំណងផ្សេងគ្នាអញ្ចឹងពេលយកទៅអនុវត្តពេលខ្លះទៅការអនុវត្តហ្នឹងវាអត់មានឧបករណ៍អីមួយដើម្បីជួយឲ្យគាត់ស្រួលចា៎ណាដូចយើងដឹងថាយកទៅកត់ត្រាទៅកត់ដាក់សភៅឧទាហរណ៍ហើយយកទៅវិភាគអីចេញទៅតាមដានខ្ទង់អីចេញណាមានអង្គុយបូកចា៎អង្គុយបូកដកធុញគួរឲ្យធុញវាឆាយពេលច្រើនវាហើយការវិភាគទិន្នន័យនេះវាអត់អាចមើលបានភ្លាមណាវាអត់អាប់ដេតទេណាគេហៅអត់អាប់ដេតហើយមួយទៀតបើសិនជាអ្នកបកកែបន្តិចទៅគាត់ប្រើ Excel ប្រើ app ប្រើអីចឹងទៅបាទប្រើ Excel ក៏ពិបាកទៅបើក computer អីចឹងទៅចា៎តែពេលខ្លះត្រូវប្រើ app ទៀតបាទ app ខ្លះជា app បរទេសអីចឹងទៅដែរនៅមានកម្រិតសម្រាប់អ្នកដែលមានចំណេះដឹងជាបរិបទពិចារណាអ្នកនៅក្នុងសេដ្ឋកិច្ចការប្រព័ន្ធអីនេះគាត់ទៅប្រើអា app ដែលភាសាអង់គ្លេសភាសាអីនេះវាមិនត្រូវជាមួយនឹងបរិបទរបស់ស្រុកខ្មែរយើងផងចា៎បាទអញ្ចឹងហើយធ្វើឲ្យការអនុវត្តរបស់គាត់ហ្នឹងអត់អាចធ្វើបានអ្នកខ្លះចេះណារៀនចេះហើយប៉ុន្តែការអនុវត្តហ្នឹងវាធ្វើទៅវាអត់ត្រូវជាមួយនឹងអ្វីដែលជាតម្រូវការរបស់គាត់ភាពងាយស្រួលជាខ្មែរស្រាប់អីចឹងហើយមានអីមួយដែលគេហៅថាមិនប្រើពេលវេលាច្រើនមិនត្រូវការជំនាញបច្ចេកទេសច្រើនទេណាហើយមានរឿងដែលអាចជួយសម្រួលទាំងពេលវេលាទាំងការចំណាយផ្សេងរបស់គាត់ចឹងទៅបាទអញ្ចឹងតើតើរៀនហើយយកទៅអនុវត្តមានឧបករណ៍អនុវត្តហើយប្រឹងធ្វើវាជាប្រចាំទៀតបងប្អូនខ្លះជ្រុះកន្លែងត្រឹមអនុវត្តហ្នឹងមានឧបករណ៍ហើយក៏ដោយពេលខ្លះខ្ជិលបកមកទម្លាប់ចាស់ហ្នឹងដដែលវិញទៅវាភ្លេចអាការរៀនហ្នឹងគេប្រាប់ថាមិនទៀតអញ្ចឹងទេក៏បោះបង់ដដែលអញ្ចឹងវាអត់ទៅដល់ទម្លាប់ទេខ្ញុំអាចនិយាយបានថាអ្នកដែលមានទម្លាប់ហើយគឺលែងត្រឡប់មកក្រោយបានចា៎ពីព្រោះគាត់អនុវត្តរហូតដល់ទៅស៊ាំជាមួយរឿងហ្នឹងថាបើមិនបានកត់ត្រាទេបើមិនបានមើលថាលុយកាក់ចាយអស់ប៉ុន្មានទេអត់សុខចិត្តទេអត់ព្រមនៅទេត្រូវតែធ្វើម៉េចបើក app ឬក៏បើកបញ្ជីមកឃើញថាអូអានឹងចាយប៉ុណ្ណេះបានសុខចិត្តទេណាអានេះគឺអញ្ចឹងបើតាមធម្មតាការសិក្សាស្រាវជ្រាវទ្រឹស្ដីរបស់អ្នករកឃើញថាដើម្បីបង្កើតជាទម្លាប់បានយើងចំណាយពេល28ថ្ងៃអញ្ចឹងទៅបាទតែធ្វើដដែលរហូតដល់28ថ្ងៃឡើងទៅយើងឡើងបកក្រោយវិញបានណាបាទណាចឹងបាទអរគុណច្រើនលោកគ្រូអញ្ចឹងសម្រាប់អ្នករកស៊ីចំណូលខែខ្លះឡើងខ្ពស់ខ្លាំងហើយខែខ្លះក៏ធ្លាក់ចុះទាបដែរតើពួកគាត់គួរតែរៀបចំកញ្ចប់ថវិកាបែបណាដើម្បីកុំឲ្យចំណាយហួសកម្រិតនៅខែខ្លះដែលគាត់រកបានចំណូលច្រើនអញ្ចឹងណាលោកគ្រូបាទត្រឡប់មកវិញគឺការកត់ត្រាជាប្រចាំហ្នឹងហើយពីព្រោះអ្វីទាំងអស់គឺយើងផ្ដោតទៅលើទិន្នន័យដែលមានស្រាប់របស់យើងដើម្បីវិភាគចា៎យើងដឹងខែណាខ្លះឡើងចុះអត់ចា៎បើអត់ដែរកត់ផងមិនដឹងណាចា៎លោកគ្រូយើងដឹងតាមធម្មតាថាខែនេះដូចរៀងលក់ដាច់ទេខែនេះដូចអត់សូវលក់ដាច់ទេឧបមាថាដូចអ្នកលក់បាយម្ហូបតាមផ្លូវចុះចា៎ណាល្ងាចឡើងភ្លៀងអញ្ចឹងដល់ខែភ្លៀងក៏ថានឹងលក់បានតិចដែរចា៎ខែរាំងខែធម្មតាទេលក់បានច្រើនគាត់គ្រាន់តែដឹងប៉ុណ្្នឹងឯងគាត់តែសួរថាលក់ប៉ុន្មានលក់ដាច់ប៉ុន្មានលក់អត់ដាច់នឹងប៉ុន្មានអត់មានទេអញ្ចឹងការរៀបចំកញ្ចប់លុយត្រៀមបំរុងទុកហ្នឹងក៏វាអត់ច្បាស់លាស់ដែរចា៎បាទអាខែណាលក់បានច្រើនទេចាយច្រើនដែរតាមមើលចា៎ខែណាលក់បានតិចទេចាប់ដើមញ៉ាំណាអត់មានអីចាយឬក៏កាត់បន្ថយខ្លះអីចឹងទៅអាហ្នឹងដោយសារតែទី1ការកត់ត្រាអត់មានយើងអត់មានទម្លាប់នៅក្នុងការកត់ត្រាអញ្ចឹងបើយើងកត់ត្រាយើងដឹងច្បាស់ថាខែមួយហ្នឹងគួរតែខែណាមានច្រើនហ្នឹងវាគួរតែត្រូវត្រៀមបំរុងមកចាក់បំពេញអាខែណាដែលអត់សូវមានអ្នកលោកអត់សូវដាច់នឹងឯងបាទដើម្បីធ្វើឲ្យយើងរក្សាបាននៅស្ថិរភាពរបស់អាជីវកម្មរបស់យើង
mà khai ban chởn những trái chởn tới anh miên sau là tục lôi khác làm bây một cái nhà khai khá chân thừa ấy khai khá thì những chụp bánh hà cho đó hướng xây lôn xây này thì chân đấy mà chẳng vừa đây mà đách đầm bay ao bộ quạt ai bằng ca tầm lót đỏ bạn sản xăm muốn chăm chai tam càoกับao đỏ trong khái đạch lôi là không chẳng bà riêng xong cái chỉ hướng của bạn Phật rồi bỏ mình luôn bây giờ trong bây giờ này như đó vì chỉ tầm lọp mùi và vì chỉ tầm lọp mỗi vì chỉ vì nây mùi thiệt bà hay mà ní tết biết thời ca từ hiện samadhi như nó đúng ngọt chất đó nè và vì bố mình đến từ ban trái vì tầm rơi cá hay nên chùm nón bà phần trái chùm nón vì cả là máu khăn trên tầm rơi cá rồi thiệt và vì vợ dương sầm rạch chất này trong cá trái đấy đời plek hưởng xòm những bàn phim ở trận dương được khơi những bố chùm nón với sập bài đó ý là cực chất luôn ai chun cả đầu ở luôn ai đó ở trong cả đầu luôn ấy nha mình tay bị giặt là admin ấy tình có rồi bà chính dân thời mưa từ lưới tầm rưỡi cá hay nên chùm nón ngày đó chính số tha xây chùm rưỡi cá bao giờ hai viên min phần màng bà chạm đến thiết tầm rưỡi cá cả ớt slap á nữa ớt slap bởi mình slap của vitamin này và min ấy khác min chặt gài chạy buồn đó nè miền cái lại sạ nơi tí sạ nó cái lại nơi bây giờ miền tía từ mưa tịch lương xây dựng ở Cron đó miền tía hải sủ bùa tây bây giờ tía chúa đi từ bằng đuôi phải tía chúa lại kia nó làm tránh cái đánh tranh đó và nó tí cái lại sạ nơi mới tiết hà hộp chọc và cục bay pê lưng miền nó bỏ hộp chọc Cron và tại mẹ bạn ấy ta từ pizza từ hamburger nói tay chùm nón mình tiền đó thì dừng hồ ở tạm clear nè nữa nha cái đấy nhưng gì chùm đại là hà bảy p này chỉ tầm đại ca đó ai ớt tê nó hộp cron min vitamin min chim chín trong riêng cái mình cái lãng thời ca ai tiền năm sinh cừ đó dương thành lấy từ pet ấy chẳng tới mà có phần lấy những sủa đấy dương mình bò sò thì mình cho chúng kèm ai tới bạc bò sò bán sủa lạc trừ vì chuyện tới mình rồi này này mươi年間 xong đấy nè và chụp này 10 年間 xong đấy buồn xóm tại dừng xong lối bên đây dừng xong dừng đôi băng lối tại bò sò đá cái đấy dừng xong là phải cà phê dương miếng chừng ngư miền ấy chẳng tới bà ở mới tiếp xâm lược bằng bè đó tại tầm in khục còn là bởi một ngày cà phê riêng cài dương mình cài từ thứ ca mình cài cho cầm thi mình cài cả là bởi về khai liền khai chạy cà phê chỉ vật cà phê luôn riêng cài bao giờ cái mình đó là tên mà tu hay nơi đó miền ấy bị đi đấy không bị tay chụm nón đi đây đấy và chứ mình đi thử bài trai anh ấy và ai đang tham môn đồng dương trái tá dương cái thả nó như chứ ấy tại vì trăm bánh ọt cái thời thật vừa ọt được không phê là những thời miên tụm rơi ca FC 10 đài và có mai chùm nón nó từ mà prai tới là nó trái nhằm kết tiền tính nhé chấm kết tiền chẳng nè cho ngày nào muốn dương ọt miên lôi là bởi bồng phê nhà tụm rơi ca và chẳng là phê bồng phôn đăng thà sẽ chia tụm rơi cá bá ở những thời ca mãn tại sao phôn đấy thì khi mà vì khái mà nên tính hay chùa tiệc chùa ấy chẳng thay hay miền càng nhiệt vỡ nè đằng mong khuôn này thà này cái chóp bên đây mình chạy bên này anh ấy túc sụp bùm rong túc sụp tầm rơi cả sau bên này anh chạy đào lên ấy tinh nước ấy bàn đó đó anh ấy mà chạy ok má anh ấy cứ từ cả từ lọt bạn ấy thuê còn bên đôi xòm bà này nơi bè lôi từ trái này còn đi thăm mà lôi trái làm bị chụm nón này bán và này còn xòm ba này và ai được bây giờ hiện giờ hiệp tung chân thử á thì bạn lôi mau liếm quật đỏ lôi đi mà chụm này của quật tung đào liếm quật cắt quật thôi thế nên sau phần này thì tung nhầm ấy này chở của phần này thì trên quật thải quật đỏ giờ hai nó đọc hiện rồi tên này chụm nổ lá là bình xòm các bạn phải khai bay ấy đỏ sao gì nó mà khai cái con từ đi kia xuống là lấy
ដកដាក់កង់មួយទៀតផ្សេងទុកវាមកដកណានេះគឺជាកន្លែងមួយដែលយើងជួយហើយវាខ្ញុំវិញខ្ញុំបានចំណូលមកខ្ញុំដក 10% ខ្ញុំទិញភាគហ៊ុនដែរភាគហ៊ុនរបស់ខ្មែរយើងណាបាទវាមិនមែនទិញលក់នេះទេយើងទិញទុកទៅចាអរគុណច្រើនលោកគ្រូចឹងនៅក្នុងបច្ចុប្បន្នយើងដែលយើងអាចនិយាយបានថាសម័យ digital ណាលោកគ្រូយើងអាចទិញអីវ៉ាន់ហើយយើងវេលុយតាមធនាគារ QR code បានយ៉ាងងាយស្រួលតើលោកគ្រូគិតថាវាជាផលចំណេញឬក៏ជាឧបសគ្គដល់ក្នុងការបង្កើតទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ចឹងណាលោកគ្រូអូខេតែបច្ចេកវិទ្យាវាហ្នឹងហើយវាមានល្អវាមានអត់ល្អអញ្ចឹងទៅណាអាស្រ័យលើខ្លួនយើងប្រើប្រាស់វារបៀបណាពេលយើងខ្លះអញនិយាយថាតាំងមាន QR code មកតាំងមានកុងធនាគារមកតម្លាក់លេខទូរស័ព្ទស្រួលណាខ្ញុំចាយលុយស្រួលណាចាលោកគ្រូបាទដូចព្រះអញ្ចឹងដូចទេវតាអញ្ចឹងយើងរាល់ថ្ងៃណាចាបាយទឹកអីពេលខ្លះយូរវ័យឡើងចង់ធ្វើម្ហូបហ៎ខ្ជិលណាទៅផ្សារទៅអីធ្វើម្ហូបលាងចានលាងឆ្នាំងចុចតាម app 2 3ប៉ាត់ប្រុចម្ហូបអស់មកដល់ផ្ទះភ្លាមញ៉ាំបានបាច់ខ្វល់បាទប៉ុន្តែហ្នឹងហើយប៉ុន្តែវាមានរឿងល្អណាហ្នឹងហើយបច្ចេកវិទ្យាវាជួយអាជីវកម្មដើរវាជួយយើងកាត់បន្ថយពេលវេលាចាអ្នកលក់គាត់អាជីវកម្មគាត់លក់បានគាត់ជំនាញគាត់ធ្វើអាហ្នឹងឯងមួយថ្ងៃគាត់ធ្វើតែបាយម្ហូបលក់ទៅតែយើងនេះអ្នករវល់ចេញពីកន្លែងធ្វើការទៅណាទៅផ្សារណាទៅធ្វើម្ហូបពិសេសភ្លើងផងធ្វើម្ហូបនឹងចំណាយពេលយូរហើយហ្មងញ៉ាំមួយផ្លែតលាងចានមួយឆ្អែតទៀតវាប្រើពេលយូរមែនតើអញ្ចឹងវាអាចនឹងចំណាយពេលច្រើនយើងសុខចិត្តយកពេលទៅធ្វើអីផ្សេងហើយសុខចិត្តពីញ៉ាំអីចឹងទៅវាបែបហ្នឹងឯងហើយមួយទៀតអាហ្នឹងបើសិនជាយើងទិញឲ្យត្រូវតាមស្អីដែលជាតម្រូវការប៉ុន្តែអាចំណង់ក៏វាមកតាមច្រើនដែរយើងគេងហ្នឹងយើង scroll មើល TikTok Facebook ទៅបើយើងសម័យថាចង់បានកាបូបដូរកាបូបណាកាបូបហ្នឹងវាចេញមកអស់ចាលោកគ្រូអញ្ចឹងហើយវាខ្លះវាទៅអាហ្នឹងដែរណាកាអាវថ្មីអញ្ចឹងទៅបងប្អូនខ្លះគាត់ថ្ងៃបើកលុយថ្ងៃ25ថ្ងៃ26 27អញ្ចឹងទៅដល់ថ្ងៃ20ហ្នឹងចាប់ផ្ដើម scroll មើលទុកឲ្យហើយ print screen នេះកដោជូនខ្លួនឯងទុកតែបានបើកលុយមកវាទិញយ៉ាងហ្នឹងចាលោកគ្រូបាទអញ្ចឹងអតិទំនើបកម្មណានៅក្នុងប្រព័ន្ធជួញដូររបស់យើងមាន e-commerce មាន app កម្មង់ delivery អីអញ្ចឹងវាធ្វើឲ្យជីវិតយើងងាយស្រួលចាលោកគ្រូបាទប៉ុន្តែវាត្រូវការយើងមានវិន័យនៅក្នុងការប្រើប្រាស់ដែរព្រោះតែងាយចាយពេកវាធ្វើឲ្យយើងវាទៅរៀងថ្ងៃក្រោយអាហ្នឹងយើងគួរគិតដែរចាគួរគិតដែរណាអញ្ចឹងវាមិនមែនជារឿងមិនល្អទេហើយបើនិយាយពីទំនើបកម្មការធ្វើឲ្យកាន់តែទំនើបឡើងនៅប្រព័ន្ធធនាគារវាកាន់តែទំនើបទៅថែមទៀតហើយapp ផ្សេងណាដូចកត់លុយអញ្ចឹងទៅក៏កំពុងតែយករឿងទំនើបកម្មហ្នឹងមកដើម្បីឲ្យបងប្អូនអាចគ្រប់គ្រងលុយកាក់បានដែរវាលើសគ្រាន់តែជាការទិញលក់ដោះដូរងាយស្រួលប៉ុន្តែវាអាចនឹងឲ្យយើងងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដែរបាទដូចថ្ងៃយើងលើកទឹកចិត្តឲ្យអាជីវកម្មទាំងអស់ដែលប្រើ app កត់លុយហ្នឹងប្រើ QR code ឲ្យបានច្រើនបំផុតអត់បាច់ទទួលលុយសោះក៏ល្អដែរពីព្រោះថាទាញយករបាយការណ៍ពី bank មកពី3ធនាគារដាក់ចូល app កត់លុយតែមួយមកយើងឃើញចំណូលចំណាយហ្នឹងស្រួលនៅក្នុងនឹងហ្មងបាច់អង្គុយកត់ទេបាច់យកកត់ដាក់សភើបាច់កត់ដាក់ Excel ទេបើទាញមកគឺយើងបោកដកគុណចែក account 3 4ធនាគារហ្នឹងចូលគ្នាដឹងយើងចំណេញខាតថ្ងៃហ្នឹងប៉ុន្មានហ្មងអញ្ចឹងវាងាយស្រួលហ្នឹងណាអញ្ចឹង QR code bank ក៏វាជួយឲ្យយើងស្រួលចាយស្រួលទូទាត់ហើយក៏ងាយស្រួលឲ្យយើងគ្រប់គ្រងបានដែរវាអាស្រ័យលើទម្លាប់របស់យើងក្នុងការសម្រេចចិត្តថាចាយចាលោកគ្រូអរគុណច្រើនលោកគ្រូអញ្ចឹងនៅពេលដែលម្ចាស់អាជីវកម្មពួកគាត់អាចរៀបចំបង្កើតទម្លាប់ល្អនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ហើយតើ app កត់លុយអាចជួយសម្រួលដល់ការគ្រប់គ្រងរបស់គាត់នឹងបានកម្រិតណាដែរលោកគ្រូបាទនៅក្នុង app កត់លុយដូចជំរាបចឹងគឺទាញយកតែរបាយការណ៍មកឲ្យតែបងប្អូនមាន QR code ស្រួលដែរបាទប្រើការទូទាត់តាម QR code អញ្ចឹងរាល់ប្រតិបត្តិការទាំងអស់មិនរក្សាទុកនៅក្នុង app របស់ធនាគារបាទល្ងាចឡើងយើងបិទហាងងាកឡើងយើងចូលផ្ទះយើងទាញយក
statement ណារបាយការណ៍ពីក្នុង app របស់ធនាគារហ្នឹងគាត់ចុច2 3ប៉ាត់ទៅដាក់ចូលក្នុង app កាត់លុយរើសថានេះចំណាយនេះខ្ទង់អីចំណូលនេះខ្ទង់អីចប់វានឹងបូកដកឲ្យអូតូម៉ាទិកនៅក្នុងហ្នឹងបង្ហាញថាសរុបចំណូលថ្ងៃនេះប្រមាណសរុបចំណូលចំណាយថ្ងៃនេះប្រមាណយើងចំណេញប៉ុន្មានថ្ងៃហ្នឹងហើយបើយើងបានកត់ច្រើនទៅយើងមើលក្នុងសប្តាហ៍បានចំណេញប៉ុន្មានក្នុងខែនេះចំណេញប៉ុន្មានខែ1 2 3 4 5រហូតដល់ចុងឆ្នាំទៅយើងខែណាខ្លះចំណូលឡើងចុះយ៉ាងម៉េចណាអញ្ចឹងយើងអាចនិយាយបានត្រឡប់ទៅសំណួរដើមថាគាត់លៃយ៉ាងម៉េចនៅពេលដែលចំណូលឡើងចុះនឹងគាត់លៃចាត់ចែងបាទហើយវាកាន់តែទំនើបគឺapp កាត់លុយនឹងមានជាឲ្យជាគេហៅថាជាអនុសាសន៍នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទៅតាមស្ថានភាពរបស់យើងនឹងបាទអាជីវកម្មរបស់យើងនឹងហើយមុខងារថ្មីដែលយើងនឹងធ្វើនោះគឺវានឹងជួយទីទុកនៅលំហូរសាច់ប្រាក់របស់យើងណាគឺគួរតែមានចំណូលចំណាយនេះទៅមុខនឹងប្រមាណនេះហ្នឹងវាឲ្យយោបល់ទៅលើការបង្កើនការលក់ក៏យ៉ាងម៉េចអញ្ចឹងណាអញ្ចឹងវាកាន់តែងាយស្រួលយើងគ្រាន់តែចូលទិន្នន័យផ្សេងៗនៅក្នុង app កាត់លុយវាជួយប្រឹក្សាយើងដូចគណនេយ្យករប្រធានហិរញ្ញវត្ថុមួយនៅក្នុងបាតដៃរបស់យើងអញ្ចឹងណាដូច assistant របស់យើងមួយអញ្ចឹងណាបាទអរគុណច្រើនលោកគ្រូអញ្ចឹងសម្រាប់កម្មវិធីរបស់យើងក៏ចិត្តឈានចូលមកដល់ទីបញ្ចប់ដែរហើយតើលោកគ្រូមានអីចង់ផ្ដាំផ្ញើទៅបងប្អូនម្ចាស់អាជីវកម្មដែលឲ្យពួកគាត់អាចរៀនប្រកាសត្រឡប់នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអញ្ចឹងលោកគ្រូបាទអញ្ចឹងត្រឡប់មកវិញបងប្អូនទម្លាប់វាងាយធ្វើឯណាពាក្យថាផ្លាស់ប្ដូរទម្លាប់ហ្នឹងវាពិបាកជាងពិបាកមួយអញ្ចឹងត្រូវការបងប្អូនរៀនហើយយកទៅអនុវត្តរៀនហើយចោលក៏បានអីដែរបាទបានអីទេយើងភាគច្រើនយើងចេះថាយើងខ្ញុំរៀនហើយតែពួកយើងមិនអ្នកបរៀនដែរគ្រូអ្នកបរៀនបាទគ្រូបរៀនកូនសិស្សច្រើនកូនសិស្សរៀនហើយបាទប៉ុន្តែលោកគ្រូនៅតែលើបញ្ហាត្រឡប់មកវិញថាអ្នកដែលប្រកបអាជីវកម្មណាជាពិសេសអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចាលោកគ្រូគឺពិបាកនៅក្នុងការទៅយកកម្ចីទៅយកចូលហ៊ុនគ្នាក៏ពិបាកដែរមកតែចង់រកស៊ីមួយគ្នាមានអ្នកវិនិយោគអីមកពិបាកដែរដោយសារអត់មានរបាយការណ៍អត់មានការកត់ត្រាដោយកាអីអត់ដឹងនៅណាទេអញ្ចឹងយើងអត់អាចទៅធ្វើអីបានក្រៅពីហ្នឹងទេអញ្ចឹងបញ្ហាហ្នឹងកើតនៅតែមានណាខំបរិញ្ញានឹង finance ហ្នឹងណាដែរនឹងគ្រប់គ្រងហិរញ្ញវត្ថុហ្នឹងណាដែរប៉ុន្តែគ្រប់គ្នានៅតែចុងក្រោយនៅតែអាចសម្រេចបានអាគោលដៅចុងក្រោយបាទអញ្ចឹងមកពីយើងយកទៅអនុវត្តបាទអញ្ចឹងត្រូវការអនុវត្តរៀនហើយយកទៅធ្វើហើយជំនះវាធ្វើឲ្យបានបាទហើយយើងមើលតិជនរបស់កាត់លុយច្រើនអ្នកណាដែលក្រុមការងារយើងជួយប្រាប់គាត់ជួយប្រឹក្សាយោបល់ជួយឲ្យគាត់អាចប្រើយ៉ាងណាគាត់ប្រើហើយមានអតិជនច្រើនដែលប្រើហើយឥឡូវគឺស្វ័យចិត្តមកខ្វល់គាត់ដឹងថ្ងៃគាត់ដឹងតែគាត់ខ្លួនគាត់ដែរអញ្ចឹងណាបាទអញ្ចឹងគ្រប់គ្រងឲ្យបងប្អូនសាកល្បងគឺថាមិនទាន់ច្បាស់ទេតាក់ទងមកក្រុមការងារយើងមានវគ្គប្រពដាបរៀនប្រើហើយយើងជួយឲ្យរៀនឲ្យប្រើបានហើយជួយឲ្យបងប្អូនមានទម្លាប់ចា៎ណាមាន free ដល់3ខែទៀតណោះអញ្ចឹងអត់បាក់សាកល្បងប្រើទម្លាប់ប្រើគេហៅថាបង្ខំខ្លួនឯងប្រើពេលខ្លះត្រូវតែប្រើដាក់គោលដៅដាក់វិន័យខ្លួនឯងត្រូវតែកត់ត្រាត្រូវតែប្រើវាចា៎បាទមួយខែទៅខ្ញុំជឿថាអាចនឹងមានទម្លាប់ល្អនឹងឡើងចា៎អរគុណច្រើនលោកគ្រូអញ្ចឹងពីកម្មវិធីរបស់យើងក៏ឈានចូលមកដល់ទីបញ្ចប់ដែរហើយយើងនឹងជួបគ្នាជាមួយនឹងអេពីសូតក្រោយទៀតនៅក្នុងសប្តាហ៍ក្រោយចា៎អរគុណលោកគ្រូជម្រាបលា